លបមុខ100ឬលបកន្ទុយកណ្ដុរកំពុងវាយលុកចូលក្នុងមាត់សមុទ្រឃុំថ្មសស្រុកបូទុមសាគរខេត្តកោះកុងមិនមានមន្ត្រីពាក់ព័ន្ធណាហ៊ានបង្ក្រាបក្រុមហ៊ុនអង្គរ Shooter បង្រៀនសិស្សឲ្យប្រសើរឡើងវិញផ្ដល់នូវការបង្រៀនដែលប្រកបដោយគុណភាពចាប់ពីកម្រិតថ្នាក់ទី1ដល់ទី12គ្រប់មុខវិជ្ជាគ្រប់កម្រិតនិងគ្រប់ភាសាបញ្ហាកូនរៀនខ្សោយនឹងត្រូវបានដោះស្រាយជាមួយនឹងក្រុមហ៊ុនយើងអង្គរ Shooter ជាជម្រើសល្អបំផុតសម្រាប់ការសិក្សាបន្ថែមទំនាក់ទំនងទូរស័ព្ទលេខលបមុខ100ឬលបកន្ទុយកណ្ដុរកំពុងវាយលុកចូលក្នុងមាត់សមុទ្រឃុំថ្មសមុខភូមិស្រែត្រាវភូមិស្រែថ្មីនិងមុខភូមិចំការលើដែលជាតំបន់មជ្ឈសមុទ្រគ្រប់ប្រភេទពងនិងកូនស្ថិតនៅក្នុងស្រុកបូទុមសាគរខេត្តកោះកុងដោយមិនឃើញមានមន្ត្រីពាក់ព័ន្ធណាហ៊ានបង្ក្រាបជាស្ដែងការពីពេលថ្មីកន្លងទៅនេះក្រុមការងារស្រុកបដាមាន TPN TV Online បានចុះផ្ដិតយករូបភាពបទល្មើសនេសាទតាមមាត់សមុទ្រឃុំថ្មសមុខភូមិស្រែត្រាវភូមិស្រែថ្មីនិងមុខភូមិចំការលើបានប្រទះឃើញបទល្មើសនេសាទជាច្រើនប្រភេទដូចជាការនេសាទដោយប្រើលបមុខ100ឬលបកន្ទុយកណ្ដុរនិងការប្រើរនាស់អស់យកកូនខ្យងសដោយទាំងកូនក្រែងជាដើមហើយការចូលមកនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ខាងលើនេះគេពុំឃើញមន្ត្រីជំនាញខាងជលផលនិងស្ថាប័នពាក់ព័ន្ធធ្វើការផ្សព្វផ្សាយដល់អ្នកធ្វើអាជីវកម្មខុសច្បាប់ទាំងនោះឬមានវិធានការអ្វីនោះឡើយផ្ទុយទៅវិញសកម្មភាពនៅតែឃើញមានក្រុមអ្នកនេសាទចូលមកធ្វើនេសាទយ៉ាងអនាធិបតេយ្យដដែលអ្នកនេសាទដោយប្រើប្រាស់លបមុខ100ឬលបកន្ទុយកណ្ដុរម្នាក់បានដឹងថាការប្រើប្រាស់ឧបករណ៍នេសាទនេះគឺគាត់បានបង់លុយទៅឲ្យខាងលោកហ៊ិនឡាជានាយផ្នែកជលផលស្រុកបូទុមសាគរនិងលោកតេងហាន់ជាប្រធានសហគមន៍នៅឃុំថ្មសក្នុងមួយខែជាង 10,000 រៀលទើបគាត់អាចនេសាទបានចំណែកអ្នកនេសាទដោយប្រើប្រាស់រនាស់អុកខ្យងសម្នាក់បានឲ្យដឹងដែរថាគាត់មិនមែនជាអ្នកនៅឃុំថ្មសនោះទេគាត់គឺជាអ្នកភូមិកំពង់ទាលប៉ុន្តែលោកហេងដែលជាកូនប្រុសរបស់លោកតេងហាន់មេសហគមន៍ថ្មសបានហៅពួកគាត់មកអស់កូនខ្យងសដើម្បីលក់ឲ្យខ្លួនហើយលោកហេងបានប្រាប់គាត់ថាបើមានក្រុមស្របព័ត៌មានមកសួរនាំប្រាប់ថាឈ្មោះគាត់នោះគឺបានហើយពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះលោកតេងហាន់ប្រធានសហគមន៍ឃុំថ្មសបានឲ្យដឹងតាមរយៈទូរស័ព្ទថាលោកបានទទួលកម្រៃតិចតួចចំនួន5,000 រៀលក្នុងមួយទូកពីអ្នកនេសាទប្រើរនាស់អស់យកកូនខ្យងចំពោះអ្នកនេសាទដែលប្រើប្រាស់ឧបករណ៍លបមុខ100ឬក៏លបកន្ទុយកណ្ដុរនោះគឺផុតពីព្រំប្រទល់សហគមន៍របស់លោកហើយលោកក៏មិនបានទទួលកម្រៃដោយការចាត់ប្រកាន់ពីអ្នកនេសាទទាំងនោះដែរចំណែកលោកហ៊ិនឡានាយផ្នែកជលផលស្រុកបូទុមសាគរបានឲ្យដឹងតាមរយៈទូរស័ព្ទដែរថាលោកសូមបដិសេធចំពោះអ្នកនេសាទដែលចាត់ប្រកាន់មកលើលោកថាបានបង់លុយចំនួនជាង 10,000 រៀលក្នុងមួយខែសម្រាប់ការប្រើប្រាស់ឧបករណ៍ទាំងនោះហើយលោកក៏បានបញ្ជាក់ទៀតថាចំពោះការដឹកជញ្ជូនខ្យងសឬអុសខ្យងសគឺមានលិខិតអនុញ្ញាតចេញពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគោរំលឹកផងដែរថាការដឹកជញ្ជូនខ្យងសត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ខេត្តព្រះសីហនុនិងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាប់ឃាត់និងពិនិត្យឃើញនៅក្នុងបាវកូនខ្យងសទាំងអស់នោះមានលាយកូនក្រែងប្រមាណ 20 ទៅ 30% ក្នុងមួយបាវយកទៅលក់នៅប្រទេសវៀតណាមសូមបញ្ជាក់ថាប្រភេទលបមុខ100ឬក៏លបកន្ទុយកណ្ដុរកន្លងមកត្រូវបានក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចេញសារចរណ៍ហាមឃាត់មិនឲ្យប្រើប្រាស់ធ្វើអាជីវកម្មនេសាទនៅក្នុងដែនសមុទ្រកម្ពុជាប៉ុន្តែអ្នកនេសាទនៅតែប្រើប្រាស់លបប្រភេទថ្មីនេះនៅតាមដៃព្រែកតំបន់ទឹករាក់និងជាកន្លែងមជ្ឈសមុទ្រគ្រប់ប្រភេទពងនិងកូនហើយការប្រើរនាស់អស់យកកូនខ្យងសគឺមានដោយទាំងកូនក្រែងទៅជាមួយផងដែរ